លោកលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសន្និបាតប្រចាំឆ្នាំលើកទី2បូកសរុបលទ្ធផលការងារឆ្នាំ2024និងលើកទិសដៅការងារឆ្នាំ2025របស់សមាគមអង្គការកម្ពុជាបានបិទបញ្ចប់ហើយដោយជោគជ័យក្រោយដំណើរការយ៉ាងផុសផុលពេញមួយថ្ងៃសន្និបាតនេះបានរៀបចំពិធីបិទក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកអ្នកអង្គការលីយ៉ុងផាត់ប្រធានសមាគមអង្គការកម្ពុជាបានដឹងថាសន្និបាតរយៈពេលពេញមួយថ្ងៃនេះបានប្រព្រឹត្តទៅដោយរលូនស្របតាមកម្មវិធីដែលបានកំណត់ដោយទទួលការចូលរួមមតិយោបល់យ៉ាងផុសផុលដែលនៅក្នុងនោះលោកអ្នកអង្គការប្រធានបានវិយតម្លៃថាសន្និបាតបានសម្រេចនៅលទ្ធផលផ្លែផ្កាដោយគោលបំណងនិងរបៀបវិរៈដែលបានគ្រោងទុកសន្និបាតបានឯកភាពដាក់ចេញនូវទិសដៅការងារ10ចំណុចដើម្បីរួមចំណែកធានាការពារផលប្រយោជន៍រួមរបស់សមាជិករួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាបង្កើតកិច្ចសហប្រតិបត្តិការដៃគូជំនួញជាមួយអន្តរជាតិថ្មីៗបន្ថែមទៀតគ្រាដែលថវិកាចំណាយក្នុងឆ្នាំ2025ដើម្បីជួយលើការងារសប្បុរសធម៌ការឧបត្ថម្ភផ្សេងៗចូលរួមជួយកិច្ចការងារសង្គមក៏ត្រូវបានសមាគមប្រកាសបង្កើនសកម្មភាពរបស់ខ្លួនដូចគ្នាដែរសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណនិងកោតសរសើរដល់សមាគមអង្គការកម្ពុជាដែលដឹកនាំដោយលោកអ្នកអង្គការលីយ៉ុងផាត់ក៏ដូចជាសមាជិកសមាជិកាសមាគមចំពោះការរៀបចំសន្និបាតលើកទី2ដំណើរការដោយជោគជ័យប្រមូលបានធាតុចូលថ្មីបន្ថែមទៀតដែលជាផលប្រយោជន៍រួមសម្រាប់សមាគមនិយាយដោយឡែកនិងនិយាយជារួមសម្រាប់ការចូលរួមចំណែកដល់កិច្ចការងាររបស់រាជរដ្ឋាភិបាលកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាសមាគមអង្គការកម្ពុជាកន្លងមកបានចូលរួមចំណែកយ៉ាងសកម្មនិងសំខាន់នៅក្នុងវិស័យមនុស្សធម៌និងសប្បុរសធម៌ដែលបានឆ្លើយតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលជាពិសេសគ្រប់គ្រងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននិងបានផ្ដល់នូវមតិយោបល់ផ្នែកច្បាប់មួយចំនួនដល់រាជរដ្ឋាភិបាលនិងគោលនយោបាយពាក់ព័ន្ធដូចគ្នាដែរពាក់ព័ន្ធនៅនឹងវិស័យសេដ្ឋកិច្ចនិងការវិនិយោគសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថាវិស័យឯកជនដែលនៅក្នុងនោះក៏មួយផ្នែកធំកើតចេញពីសមាគមអង្គការកម្ពុជានេះដែរបានចូលរួមជួយសេដ្ឋកិច្ចរក្សាស្ថិរភាពលំនឹងសេដ្ឋកិច្ចជាមួយនឹងអត្រាកំណើនប្រមាណ6កដកសញ្ញា 3% ក្នុងឆ្នាំ2025នេះនៅក្នុងឆ្នាំ2024កន្លងទៅអាចនិយាយបានថាជាឆ្នាំថ្មីនិងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដែលមានគម្រោងវិនិយោគរហូតដល់414គម្រោងដែលបានបញ្ជាក់អំពីភាពជោគជ័យនៃកិច្ចសហការរវាងរដ្ឋនិងឯកជនដែលឡែកទំហំពាណិជ្ជកម្មអន្តរជាតិបានកើនឡើងដល់ប្រមាណ$55 ប៊ីលានសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2024ពលគឺមានការកើនឡើង 16% ដែលជាការបង្ហាញសន្ទុះនៃការកើនឡើងសេដ្ឋកិច្ចជាតិកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីក៏ថ្លែងអំពីការកាត់បន្ថយពន្ធលើវិស័យអាកាសចរពី 12% មក 2% ដើម្បីជំរុញកំណើននេះហើយសម្ដេចក៏បន្តលើកទឹកចិត្តឲ្យវិស័យឯកជនមិនត្រូវចូលរួមប្រកួតប្រជែងគ្នាឯងទេតែត្រូវបន្តចូលរួមសហការដើម្បីសម្រេចគោលនយោបាយធំៗរួមគ្នាអភិវឌ្ឍរីកចម្រើនជាមួយគ្នាផងដែរហើយខ្ញុំក៏សូមអរគុណដែរក្នុងសង្កត់សម្គាល់ក្នុងសមិទ្ធផលមួយឆ្នាំជាងនេះសមាគមអុកយ៉ាក៏ពិតជាបានឆ្លើយតបទៅនឹងភារកិច្ចស្នូលរបស់សមាគមដែលនោះគឺជាការចូលរួមក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈការបង្កើនសេដ្ឋកិច្ចកិច្ចការងារបង្កើតលើកកម្ពស់និងជាពលរដ្ឋខ្ញុំក៏សូមវាយតម្លៃខ្ពស់ផងដែរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមនៅក្នុងការកសាងទំនាក់ទំនងជាមួយបណ្ដាស្ថាប័នអន្តរជាតិនឹងការអមដំណើររូបខ្ញុំក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅក្នុងទស្សនកិច្ចក្រៅប្រទេសដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគជាមួយបណ្ដាប្រទេសជាដៃគូកិច្ចការងារនេះខ្ញុំសូមអរគុណណាស់ហើយតាំងពីរាជរដ្ឋាភិបាលថ្មីបង្កើតមកមួយទិសដៅដែលយើងធ្វើដាក់ចេញនោះគឺការទូតសេដ្ឋកិច្ចដែលផ្ដោតទៅលើការជំរុញការពង្រឹងវិស័យឯកជនមិនត្រឹមតែក្នុងប្រទេសទេប៉ុន្តែតាក់ទំនាក់ទំនងនៅក្រៅប្រទេសហើយនៅក្នុងន័យនេះរាល់កិច្ចការងារទស្សនកិច្ចក្រៅប្រទេសទាំងអស់យើងតែងតែមានការអមជាមួយនឹងវិស័យឯកជនទៅរៀបចំជាវេទិកាធុរកិច្ចអ្នកអង្គការលោកអ្នកអង្គការជាច្រើនបានចូលរួមនៅក្នុងកិច្ចការនេះបាទនៅក្នុងមួយឆ្នាំនេះយើងធ្វើការងារច្រើនហើយធ្វើតែក្រៅប្រទេសធ្វើតែក្នុងប្រទេសពាក់ព័ន្ធទៅនឹងការងារសន្តិសុខជាតិវិញសម្ដេចហ៊ុនម៉ាណែតក៏អំពាវនាវឲ្យអង្គការប្រជាជនកម្ពុជាទាំងអស់រួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពជាតិហើយសម្ដេចនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់បញ្ជាក់ច្បាស់ថារាជរដ្ឋាភិបាលកម្ពុជាបន្តប្រកាន់ខ្ជាប់នៅគោលនយោបាយសន្តិវិធីប៉ុន្តែក៏ត្រៀមខ្លួនគ្រប់ពេលវេលានិងគ្រប់វិធីសាស្ត្រដើម្បីការពារប្រទេសជាតិរាប់ទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដីពិសេសបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដូចជាបញ្ហាប្រាសាទតាមុនធំជាដើមដែលរាជរដ្ឋាភិបាលមិនដែលមើលរំលងនោះឡើយ
ក្រោយពីរៀបចំពិធីបិទសន្និបាតរួចមកពិធីពិសាអាហារសាមគ្គីក៏ត្រូវបានរៀបចំយ៉ាងអធិកអធមនៅថ្ងៃដដែលនេះក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីរបស់កម្ពុជានិងថ្នាក់ដឹកនាំសំខាន់អ្នកជំនួញនិងអ្នកដែលមានឥទ្ធិពលនយោបាយធំៗនៅកម្ពុជាជាច្រើនរូបដូចគ្នាដែរលោកអ្នកអង្គការហ៊ុនឡាក់អគ្គលេខាធិការសមាគមអង្គការកម្ពុជាបានអញ្ជើញថ្លែងសន្ទរកថាបង្ហាញនៅរបាយការណ៍ស្ដីពីលទ្ធផលនិងផ្លែផ្កានៃសន្និបាតនិងបង្ហាញពីទិសដៅការងារនាឆ្នាំបន្ទាប់ទៀតរបស់សមាគមបន្ទាប់មកលោកអ្នកអង្គការលីយ៉ូផាត់ប្រធានសមាគមអង្គការកម្ពុជាក៏បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ហើយសម្ដេចតេជោក៏បានអញ្ជើញសម្ដេចសំណាលនិងពិសាអាហារសាមគ្គីក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានសម្ដែងនៃការកោតសរសើរចំពោះការរៀបចំរចនាសម្ព័ន្ធរបស់សមាគមអង្គការកម្ពុជានិងបង្កើតបាននូវភាពរឹងមាំផ្នែកធនធានមនុស្សនិងការដឹកនាំប្រតិកលារបស់សមាគមមួយនេះសម្ដេចបានថ្លែងថាកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយប្រទេសជិតខាងរាប់ទាំងប្រទេសថៃវៀតណាមចិននិងអាមេរិកជាដើមដែលបច្ចុប្បន្ននេះកម្ពុជាបានប្រែក្លាយពីប្រទេសនាំចូលច្រើនមកជាប្រទេសដែលមានការនាំចេញកើនឡើងគួរឲ្យកត់សម្គាល់ទាំងនេះក៏មិនអាចកាត់ផ្តាច់ចេញបានដែរពីការចូលរួមរបស់វិស័យឯកជនពិសេសសមាគមអង្គការកម្ពុជាដើម្បីធានាបាននូវការពង្រឹងពាណិជ្ជកម្មនិងការពង្រីកនៅសេដ្ឋកិច្ចជាតិរបស់កម្ពុជាសម្ដេចប្រមុខរដ្ឋស្ដីទីក៏ស្នើឲ្យសមាគមអង្គការកម្ពុជាបន្តក្នុងការបង្កើនតម្លៃបន្ថែមលើវិស័យកសិកម្មតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួមដូចជាការផលិតនិងការវេចខ្ចប់ការកែច្នៃដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើមទាំងស្រុងទៅបរទេសពិសេសលើវិស័យកសិកម្មជាមួយគ្នានេះសម្ដេចតេជោហ៊ុនសែនក៏ស្នើឲ្យសមាគមបន្តជួយប្រជាពលរដ្ឋកម្ពុជាទាំងការងារមនុស្សធម៌សមរម្យធម៌និងរួមគ្នាជួយលើវិស័យកសិកម្មពិសេសជួយទិញស្រូវនៅពេលដែលស្រូវធ្លាក់ថ្លៃហើយផលិតជាអង្ករចែកជូនពលរដ្ឋឬលក់ជូនក្នុងតម្លៃថោកជូនកម្មកររបស់ខ្លួនជាដើមខ្ញុំសង្ឃឹមថាទាំងរាជរដ្ឋាភិបាលទាំងបណ្ដាបកនយោបាយនៅកម្ពុជាទាំងប្រជាជនកម្ពុជាក្នុងនោះវិស័យឯកជនរបស់យើងនឹងចូលរួមចំណែកកុំឲ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃប្រទេសប្រាក់ចំណូលមធ្យមប្រទេសមួយចំនួននៅលើពិភពលោកបានជាប់នៅក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលមធ្យមយើងត្រូវខិតខំជៀសវាងលើបញ្ហានេះដោយខិតខំបង្កើនសមត្ថភាពរបស់រដ្ឋខិតខំបង្កើនសមត្ថភាពនៃវិស័យឯកជនដើម្បីពន្លឿននៃការរីកលូតលាស់របស់យើងកុំឲ្យយើងធ្លាក់ក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលមធ្យមយើងត្រូវក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍដែលមានប្រាក់ចំណូលខ្ពស់ប្រាក់ចំណូលឥឡូវតាមការសិក្សារបស់អ្នកសេដ្ឋកិច្ចរបស់ក៏ដូចជាសមាគមផ្ទាល់ក៏បានហើយដែរយើងចាប់ផ្ដើមខ្វះកម្លាំងពលកម្មហើយដូច្នេះយើងក៏ត្រូវការអំពាវនាវឲ្យបងប្អូននៅប្រទេសថៃពលករនៅប្រទេសថៃឬក៏នៅប្រទេសផ្សេងដែលត្រឡប់មកកម្ពុជាវិញស្វែងរកឱកាសការងារនៅក្នុងប្រទេសរបស់ខ្លួនពិតមែនតែប្រទេសថៃឬប្រទេសដទៃមានប្រាក់ចំណូលខ្ពស់ប្រាក់ខែខ្ពស់ក៏ប៉ុន្តែចំណាយក៏វាខ្ពស់និងចាក់ចោលចំណាក់ស្រុកទៀតផងពាក់ព័ន្ធទៅនឹងការងារនយោបាយនិងសន្តិភាពវិញសម្ដេចតេជោក៏បង្ហាញមោទនភាពក្នុងការកសាងនិងរក្សាបានសន្តិភាពជំរុញការពិវត្តដ៏រឹងមាំសម្រាប់កម្ពុជាពោលគឺ500ឆ្នាំចុងក្រោយមានតែសម័យនេះទេដែលកម្ពុជារក្សាបានសន្តិភាពយូរអង្វែងជាងគេសម្ដេចហ៊ុនសែនក៏លើកឡើងពីអត្ថប្រយោជន៍នៃការថែរក្សាសន្តិភាពនិងការបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដូចគ្នាដែរសម្ដេចតេជោបានឆ្លើយតបនឹងចានចោលនៅការប្រដូលសម្ដេចជាមួយនឹងអតីតប្រធានាធិបតីរបស់ហ្វីលីពីនដូដាតេដែលត្រូវបានតុលាការអន្តរជាតិចាប់ខ្លួនដោយសម្ដេចចាត់ទុកថាជារឿងខុសគ្នាដាច់ស្រឡះដែលបានសម្ដេចជាអ្នកសង្គ្រោះវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងធានាមិនឲ្យអំពើដ៏ឃោរឃៅមួយនេះកើតឡើងសារជាថ្មីលើទឹកដីកម្ពុជាសម្ដេចក៏ធ្ងន់ថាសម្ដេចមិនលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់ហ្វីលីពីនទេតែដាច់ខាតកម្ពុជាមិនបញ្ជូនពលរដ្ឋរបស់ខ្លួនណាម្នាក់ឲ្យបរទេសកាត់ទោសជាខាតសម្ដេចប្រមុខរដ្ឋស្ដីទីក៏ប្រកាសកំទេចនៃយុទ្ធសាស្ត្រការរីកដែលដឹកនាំដោយលោកសំរងស៊ីដោយសម្ដេចសង្កត់ធ្ងន់ថាយុទ្ធសាស្ត្រការរីកនេះនឹងត្រូវកំទេចចោលពីទឹកដីកម្ពុជាហើយយុទ្ធនាការងើបមួយវាយមួយមិនទាន់បញ្ចប់នោះទេសម្ដេចតេជោបានបញ្ជាក់ថាកម្ពុជាដាច់ខាតត្រូវតែបន្តមានសន្តិភាពនិងការអភិវឌ្ឍក្នុងនោះដើម្បីធានាបាននូវការរីកចម្រើននិងការអភិវឌ្ឍរបស់ជាតិ
ត្រូវតែអនុវត្តកត្តាពីរជាចាំបាច់គឺរក្សាស្ថិរភាពទីក្នុងនិងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងពីខ្ញុំបាទហ៊ុនឌីណូពីនិនរាយការណ៍ពីសន្និបាតសមាគមអង្គការកម្ពុជា